បរោះម្នាក់តែ8ឯកតាកម្មបាទជីរថយន្ត Tesla រហូតដល់80ប្រទេសថ្ងៃនេះក៏មានវត្តមានមកចូលរួមជាមួយនឹងកម្មវិធីរបស់ក្រុមហ៊ុនហាត់អាម៉ានឥឡូវនេះគាត់បានធ្វើអូអស្ចារ្យខ្លាំងមែនទែនរហូតដល់80ប្រទេសដែលគាត់បានធ្វើដំណើរដោយជីឡានTesla ឲ្យធ្វើដំណើរ80ប្រទេសឥឡូវមកដល់ប្រទេសកម្ពុជាហើយក៏បានចូលរួមជាមួយក្រុមហ៊ុនហាត់អាម៉ានថ្ងៃនេះផ្ទាល់តែម្ដងដើម្បីធ្វើការទស្សនាជាមួយនឹងបាល់ទាត់បាទសួស្ដីយ៉ាសប្បាយ happy សប្បាយអរគុណច្រើនមកដល់ប្រទេសកម្ពុជាអស្ចារ្យថ្ងៃនេះ everything ញ៉ៃញ៉ា I love Cambodia បាទគាត់ថាគាត់ស្រឡាញ់ជាមួយនៅប្រទេសកម្ពុជាខ្លាំងមែនតើថ្ងៃនេះគាត់មានឱកាសបានមកដល់ប្រទេសកម្ពុជាមកចូលរួមជាមួយនៅកម្មវិធីរបស់ក្រុមហ៊ុនហាត់អាម៉ាតធ្វើនៅប្រទេសត្រតែម្ដងបាទហើយគាត់ធ្វើដំណើរជាមួយនឹងរថយន្ត Tesla រហូតដល់80ប្រទេសមិនធម្មតាទេបងប្អូនគាត់ត្រាក់Cyber Locos Wow អូឆាមែនទែន Cyber Locos in Cambodia Cyber Locos បងប្អូនហើយមិនដឹងស្មានថាបរិមម្នាក់បានបំបីឯកតាកម្មជារថយន្ត Cyber Truck Tesla Cyber Truck we are going through the world. We want to break Guinness record. So we are in Cambodia. Cambodia is a good country. We love Cambodia. Wow. The people of Cambodia are good and the very people and everything in Cambodia is Cambodia. Yes, thank you. ដែលបង្ហាញពីអារម្មណ៍ស្រឡាញ់ពិតៗណាបងប្អូនអរគ្នាដែលគាត់ខំធ្វើដំណើរបងប្អូនបានឃើញថាគាត់បំបីឯកតាកម្មហើយក៏រត់តែអស្ចារ្យពិសេសខ្លាំងមែនទែនឥឡូវនេះធ្វើដំណើរដល់ប្រទេសកម្ពុជាក៏បានចូលរួមជាមួយនឹងការទស្សនានៅការប្រចាំងស្លាយផ្ទាល់កញ្ចក់ LED ពីក្រុមហ៊ុនហាត់អាម៉ានបានប្រឡុកជាមួយនឹងផ្លូវ Temple ជាមួយនឹងតំបន់ Pub Street តតែម្ដងហើយក៏គាត់បានមកចូលរួមជាមួយនឹងគ្នាគាត់ប្រមាណអ្នកទៀតសិតតែជនបរទេសល្បីហើយជាពិសេសគឺគាត់បានបបៃអកតកម្មដូចបងប្អូនបានដឹងហើយគឺឥឡូវមកដល់ជាមួយនៅប្រទេសកម្ពុជាហើយកំពុងចូលរួមទស្សនាហើយជាមួយនឹងការគ្រប់គ្រងហើយគាត់បញ្ជាក់ថាគាត់ស្រឡាញ់ជាមួយប្រទេសកម្ពុជាខ្លាំងមែនទែនគាត់បានចូលរួមទស្សនាថ្ងៃនេះជាមួយនឹង Final World Cup 2026 FIFA ខាងអេស្ប៉ាញ FIFA អាសង់ទីនបាទថ្ងៃនេះគឺអស្ចារ្យខ្លាំងមែនទែនហើយក៏មានបងប្អូនប្រជាពលរដ្ឋយើងដែលស្រឡាញ់និងគ្រប់គ្រងជាមួយនឹងវិស័យបាល់ទាត់នេះគឺអង្គុយចាំមើលរហូតដល់ការប្រកួតទល់ភ្លើតែម្ដងម៉ោង6ព្រឹកបន្ថាម៉ោង7ព្រឹកបន្ថាឲ្យតែរកឃើញអ្នកឈ្នះគឺពួកគាត់បាទគ្រប់គ្រងមកពេញទំហឹងតែម្ដងនៅតំបន់ Pub Street ក្នុងផ្លូវ Temple ដោយក្រុមហ៊ុនហាត់អាម៉ានគឺបានប្រឡុកផ្លូវនៅទីតាំងនេះតែម្ដងមានទាំងស្រីស្អាតប្រុសស្អាតគឺមានការស្លៀកសម្លៀកបំពាក់គ្រប់ត្រជាមួយនឹងធីមរបស់ពួកគាត់ដែលស្រឡាញ់រៀងខ្លួនតែម្ដងនេះបានជួបផ្ទាល់ពូម៉ៃសកុនណាបាទឥឡូវមកដល់ខេត្តសៀមរាបហើយគាត់ទៅតែសែនជាមួយនឹងកាពើមកក្បាលដោយគាត់លើកឡើងច្បាស់ថាគាត់គ្រប់ត្រខាងអេស្ប៉ាញហើយជឿជាក់ថាអេស្ប៉ាញនឹងតែឈ្នះ 100% ថ្ងៃនេះឃើញថាមានការសែនជាមួយនឹងកាពើមកក្បាលផងហើយមិនបានបងជ្រើសរើសជាមួយនឹងអេស្ប៉ាញយល់ឃើញយ៉ាងម៉េចដែរនិយាយចំដោយសារឃើញតម្រង់លេងរបស់ស្ប៉ាញគឺល្អជាពិសេសគឺបាល់ខ្លីរបស់គាត់គឺលេងច្បាស់ហើយបញ្ចប់ទីបានល្អហើយអ្វីដែលបងទុកចិត្តបំផុតគឺទុកចិត្តអាម៉ាល់ចាហ្នឹងហើយច្បាស់ហ្មងបាទច្បាស់ប៉ុន្តែភាគច្រើនខ្ញុំឃើញថាបងប្អូនយើងភាគច្រើនគឺថាបើឯងចាប់ខាងណាក្រុមខាងណាគឺចាញ់ខាងនោះហ្មងអាហ្នឹងចៃដន្យទេតែលើកនេះដឹងតែលើកពៀនហើយមានអ្នកខ្លះគេថាបើឯងកំពូលសូយចាប់ខាងណាចាញ់ខាងនោះធានាថាលើកនេះនឹងលើកពៀនធានាថាអេស្ប៉ាញលើកពៀនចាធានាម្ដងនេះឃើញថាពូចកនោះក៏ចាប់ជាមួយនឹងក្រុមអេស្ប៉ាញដោយបាយដែរហ្នឹងហើយវាបូកគ្នាដល់លើកពៀនហ្មងចាធានាគាត់ថែងតែថាបងចង្រៃចេះ1 2ចឹងឥឡូវលើកនោះមិនគាត់ចាប់ក្រុមដូចគ្នាចឹងហើយសារគាត់អត់ជំរឿសហ្នឹងបានចាប់តាមខ្ញុំហ្នឹងគាត់មិនព្រមគ្រប់គ្រងសងទីនពួកគាត់ fan របស់ប៉ូទុយហ្គាល់អញ្ចឹងគាត់របបខ្ញុំហ្នឹងយល់ទេចាំបាយសែនដល់កពើតិចបងប្អូនលេងខាងអេស្ប៉ាញចាញ់គេមិនខ្មាស់គេហើយអត់ទេតាលាតែនឹងឈ្នះឲ្យលើកពៀន 100% ហើយឲ្យ Great Score ទៀត 3-1 បាទ3-1អេស្ប៉ាញ3សងទីន1ឲ្យតែមួយហ្នឹងហើយដល់ឈ្នះ 3-1លេខចាំមើលផលគ្នាបងប្អូនអូខេហើយបាយយកឃើញយ៉ាងណាដែរសម្រាប់ថ្ងៃនេះគឺក្រុមហ៊ុនហាត់អាម៉ានបានរៀបចំនៅកម្មវិធីទស្សនាជាមួយនឹងការប្រចាំងស្លាយកញ្ចក់ LED ដ៏ធំនៅ Pub Street នេះតែម្ដងនិយាយចំថាកម្មវិធីហាត់អាម៉ានយប់នេះមើលទៅគឺវាអារម្មណ៍ថាសម្បើមជាពិសេសក៏ក្រើកជាពិសេស fan ដែលស្រឡាញ់វិស័យបាល់ទាត់ហើយអ្នកគ្រប់គ្រងបាល់ទាត់គឺមកច្រើនមែនទែន
ច្រើនថាបើចង់និយាយចង់វិលបុកវិញហ្នឹងច្រើនឲ្យសម្បាយឲ្យពួកគាត់មកទុកបីយ៉ាងណាគាត់នៅរោងចាំមើល idol របស់គាត់ទាត់តាមប្រទេសតែគាត់គ្រប់គ្រងដូចជាអេស្ប៉ាញនេះក៏អាសង់ទីនដល់ចប់ម៉ោងទៀតគឺច្រើនមែនបាទដល់ភ្លឺបងប្អូនហើយបាទការប្រចាំ slide ដ៏ធំរបស់ក្រុមហ៊ុនណាអាម៉ាននេះបាទអស្ចារ្យខ្លាំងមែនទែនឥឡូវយើងឃើញថាបងប្អូនយើងមកគ្រប់គ្រងនៅវិស័យបាល់ទាត់នេះក៏ដូចជាបាទគ្រប់គ្រងនៅក្រុមរៀបខ្លួននេះខ្លះខាងអេស្ប៉ាញនិងខ្លះខាងអាសង់ទីនបាទនេះគាត់មកទស្សនាក៏ថាប្រមានទស្សនវិជ្ជាពីរាជធានីភ្នំពេញមានទស្សនវិជ្ជានៅខាងទឹកដីសៀមរាបនេះបាទនោះគាត់មកឆ្លងនេះហើយនេះអូអស្ចារ្យមែនទែនបាទបងប្អូនវិស័យបាល់ទាត់នេះអស្ចារ្យខ្លាំងមែនទែនបងប្អូនអើយបាទមកអញខ្លាញ់ Novel Cup 2026បាទយើងឃើញហើយថាយើងនឹងតាមដានទស្សនាទៅភ្លឺដែលថ្ងៃនេះក្រុមហ៊ុនណាអាម៉ានបានរៀបចំនៅប្រឡុកលើ Temple នេះគឺបិទផ្លូវនឹងដល់តែម្ដងដើម្បីឲ្យបងប្អូនយើងមកចូលរួមទស្សនាការប្រកួតបាល់ទាត់រវាងអេស្ប៉ាញនិងអាសង់ទីននេះបាទយើងចង់តាមដានប្រកួតរហូតដល់ភ្លឺថាតើក្រុមណាប្រកួតឈ្នះក្រុមណាបាទស្អែកព្រឹកនេះនឹងរកឃើញហើយបាទគូដែលក្រុមដែលប្រកួតឈ្នះបាទមិនដឹងថាខាងអេស្ប៉ាញឬខាងអាសង់ទីនទេដល់យើងឃើញថាសំបីតែលោកម៉ៃសកុលនោះបាទគ្រប់គ្រងជាមួយនឹងខាងអេស្ប៉ាញរហូតឈានដល់ការសានកពើមួយបាទៀតដើម្បីគ្រប់គ្រងឲ្យខាងអេស្ប៉ាញនេះឈ្នះបាទតែខែនេះគឺយើងឃើញថាមានទាំងបងប្អូនខ្មែរមានទាំងបងប្អូនជនជាតិបរទេសមកតាមដាននិងគ្រប់គ្រងឲ្យជាមួយនឹងខាងអេស្ប៉ាញដូចជាអាសង់ទីននេះអេស្ប៉ាញអាសង់ទីន50% មានចឹងទេបងប្អូនអរគ្នាឥឡូវគ្រប់គ្រងខាងណាពិតប្រកបកែចង់ក្រោយគេនេះខ្ញុំថាអេស្ប៉ាញឈ្នះអេស្ប៉ាញឈ្នះបាទទៅបាត់អាសង់ទីនដែរទៅមិន50%បងមិនអាយដល់លោកទៅខាងណាឈ្នះក៏បានដែរបាទស្បាយចិត្តថ្ងៃនេះឃើញថាក្រុមហ៊ុនអាម៉ាល់រៀបចំបាត់ប្លុកជាមួយនៅផ្លូវត្រែផលហ្មងសបាយបងសបាយមនុស្សច្រើនហ្នឹងនេះច្រើនមានគ្រប់គ្រងបាល់ទាត់ខ្លាំងហ៎មានច្រើនទេបិទសងខាង50អត់ទេបងខ្ញុំ51 49តែខាងខ្ញុំចូលមេស៊ីច្រើនជាងមាន51មាន49បងប្អូនបាទខាងអេស្ប៉ាញ49ខាងអាសង់ទីន51ចាំមានថាគ្រប់គ្រងលំអៀងហើយនេះគ្រប់គ្រងលេខ1%ចា1%ចា2%2%ច្រឡំ 2%លើ2%ចាខាងនេះស្មើគ្នាធ្វើម៉េចខ្ញុំចាញ់លេខក្តីស្រឡាញ់នេះគឺជាការស្រឡាញ់ចេញពីបេះដូងមកចេញមកដោយសារណាប្រមូលវិណាគេនៅមកវាយត្រាហ្នឹងខ្ញុំប្រមូលគេបាទចាំបើខាងណាចាញ់ក៏ធម្មតាអាយដតឃើញចាញ់អស់អត់ទេអាយខ្ញុំមេស៊ីនៅឡើយយកទៅគូនេះទៅអីចង់ចាក់ស្មើគ្នាសាវ៉ាប្រយ័ត្នតែខាងអេស្ប៉ាញឈ្នះអត់ឯងតែខកចិត្តទេអត់ហើយតែបងដោយសារខ្ញុំចាក់ទាំងផងខាងហ្នឹងខ្ញុំគូសងខាងហ្នឹងគាត់ថាលើមួយលើនេះបន្តិចហ្នឹងសង្ស័យថាស្រឡាញ់មនុស្សប្រុស2នាក់ដែរនេះអត់ទេមានសង្សារទេអត់មានទេមានសង្សារទេបាច់ជីវិតអត់មានសង្សារទេមានដែរនិយាយមែនតើខ្ញុំមានសង្សារសង្សារស្រឡាញ់ខាងណាសង្សារខ្ញុំស្រឡាញ់អេស្ប៉ាញហើយចង់ឲ្យធ្វើអញ្ចឹងវាសង្សារជប់ស្រឡាញ់ដោយសារតែការកាន់ធីមខុសគ្នាសង្សារខ្ញុំស្រឡាញ់ខ្ញុំមិនបានស្រឡាញ់អេស្ប៉ាញទេគេថាសង្សារគេស្រឡាញ់គេអត់បានស្រឡាញ់អេស្ប៉ាញទេចឹងគេបិទខាងណាគេស្រឡាញ់គ្រប់គ្រងខាងណាក៏សង្សារគេអត់ខាងដែរហ្នឹងហើយថ្ងៃនេះសប្បាយចិត្តឃើញក្រុមហ៊ុនហានអាម៉ានបានរៀបចំនៅផ្លូវធីមផលនេះបិទប្លុកហ្នឹងហ្មងសប្បាយចិត្តបងហើយខាងនេះអត់មានសង្សារខាងនេះមានសង្សារអត់ចំណានគេអត់ឲ្យផងធម្មតាខ្ញុំចង់បានសង្សារគេហៅសង្សារបងអត់តែខ្ញុំនិយាយបើសុំមកអត់មានផុសអីផងហ្នឹង introvert រីសតគឺជាមនុស្ស introvert គេឆាញ់ឲ្យប្លុកគេចោលបាត់តាមណាទៅរឿងភា AI ទេតាមតែរឿងតាមតែរឿងជប៉ុនទេមែនទេអត់មែនទេ AI រឿងចានរឿងភាគចិនបងប្អូនខាងនេះនៅទៅនេះអត់មានសង្សារទេឥឡូវមកមើលបាល់ម្នាក់ឯងប៉ុន្តែកំពុងតែធ្វើការក៏គ្រប់គ្រងជាមួយនឹងវិស័យបាល់ទាត់ដែរបាទ Final World Cup 2026ស្រឡាញ់ខាងអាសង់ទីនខ្លាំងជាងអេស្ប៉ាញខាងណាឈ្នះគឺចង់ឲ្យខាងអាសង់ទីនឈ្នះប៉ុន្តែថ្ងៃនេះចង់ប្រាប់ថាអត់មានដៃគូមើលបាល់ជាមួយគ្នាទេមែនមើលតែឯងមើលតែម្នាក់ឯងឥឡូវរកសង្សារមួយអត់ទេខ្ញុំទៅបានទេបងប្អូនអើយអ្នកណាដែលស្រឡាញ់ខាងអាសង់ទីននេះមកយកគាត់កាន់ដៃទៅមើលជាមួយគ្នាបងអត់ទេអរគុណច្រើនជូនពរឲ្យរកសង្សារបានឆាប់បន្ទាប់ពីខាងអាសង់ទីនឈ្នះអរគុណច្រើនបងមានចម្លែកចឹងដែរបងប្អូនហើយ
ប្រៃប៉ុនគេធ្លាប់តែកាន់មួយគ្នាតែពួកគាត់បែរជាកាន់ផ្សេងគ្នាមួយអេស្ប៉ាញមួយអាសង់ទីនផ្សេងគ្នាអញ្ចឹងណាប៉ុន្តែថ្ងៃនេះប្រមូលគ្នាមកទស្សនាបាល់ទាត់ហ្នឹងគឺទល់ភ្លឺមកទល់ភ្លឺហ្នឹងត្រៀមហើយក្នុងការអត់ងុយអត់ខ្លាចទេត្រៀមហើយជាជាមួយនឹងហនុមានអានេះដាក់ទល់ភ្លឺនេះអស់ចាអស់ចាហូតហើយជឿជាក់ប៉ុន្មាន%បងខ្ញុំ 70% 70% ចា មានភ្នាល់ជាមួយប្តីទេបើសិនជាប្តីខាងប្តីឈ្នះវិញធ្វើម៉េចទៅយកកូនថែមហើយចូលខាងបងវិញបើខាងប្រពន្ធឈ្នះវិញធ្វើម៉េចបើខាងគាត់ឈ្នះមានអីមានឲ្យលុយគាត់ថែមឲ្យលុយគាត់ថែមកន្លាយើងចាញ់រហូតចឹងចាញ់រហូតគាត់ឈ្នះក៏យើងត្រូវឲ្យលុយគាត់ត្រូវចាញ់ក៏ត្រូវឲ្យលុយហ្នឹងហើយអ្នកប្រពន្ធអត់កើតទេឈ្នះកើតដែរហ្នឹងហើយដៃត្រូវតែចាញ់បងរហូតបងចាដៃនៅនៅក្រោមរហូតហ្នឹងហើយចឹងគេលើជានិច្ចលើតែចាហើយបងយល់យ៉ាងណាដែរថ្ងៃនេះបានមកចូលរួមជាមួយនឹងក្រុមហ៊ុនហានអាបានរៀបចំកម្មវិធីនៅផាប់ស្ទឹកតតែម្ដងយល់ថាល្អហ្នឹងហើយកម្រងធ្វើនៅសៀមរាបនេះព្រោះថាវាសុវត្ថិភាពទី1ហើយយើងអាចទៅដល់យប់ដល់ភ្លឺអីចឹងរៀបចំកម្មវិធីនេះល្អបាទតាមដានខនត្របាល់ទាត់តាំងពីពេលណាបងតាំងពីក្មេងតាំងពីក្មេងតាំងឥឡូវមានកូនមកដែរកូនទាំងអស់កូនហ៎កូនបាទនេះកូនភាសានេះកូនភាសាចានេះកូនត3នាក់2នាក់គាត់ឲ្យប្តីពុនហ្នឹងហើយតែកាត់ខុសគ្នាទៀតហើយចាកាត់ខុសគ្នាដែរកាត់ធីមខុសគ្នាដែរអត់ទេដល់មួយទៀតហើយថ្ងៃនេះបងសុបាយទេបងសុបាយហើយចាព្រោះមកគ្រួសារមកបងចាហើយតែខំត្របាល់ទាត់ចាអត់បាច់ខំកំណត់គ្នាគឺសិតតែមួយតែនោះតែកូនតែម្ដាយចាអរគុណច្រើនបាទបងប្អូនអរគ្នាមកគ្រួសារតែប្រហែលថ្ងៃនេះមានទាំងណែកូនតូចមានទាំងបាទកូនទាំងអស់នឹងគូភាសាទៀតដោយបងប្អូនបានឃើញហើយខាងនេះខាងឪពុកម្ដាយក៏កាន់បាក់ធីមខុសគ្នាខាងកូនក៏កាន់ធីមខុសគ្នាបាទជំរាបសួរបងបាទបងហើយជាមិនវិញនេះទៅជាគូតដឹងបាទហើយមិនបានកាន់ធីមខុសគ្នាអញ្ចឹងបាទបងមិនបានកាន់មួយខាងអេស្ប៉ាញមួយខាងអាសង់ទីនអញ្ចឹងអត់ដឹងដែរតែខ្ញុំឆ្លាញ់អាសង់ទីនគាត់ឆ្លាញ់អេស្ប៉ាញហើយអញ្ចឹងបើសិនជាថ្ងៃហ្នឹងខាងគាត់ឈ្នះគាត់មិនឈ្នះបើកលុយទាំងអស់គ្នាចាក់មួយគ្នាអត់មានកាដូឲ្យគាត់បើខាងគាត់ឈ្នះមានអីបងអត់មានអីឲ្យយេស៊ូបងស្អីជឿជាក់ថាខាងអេស្ប៉ាញឈ្នះមកឈ្នះហើយមិនបានបាត់ស្រឡាញ់ដូចគ្នាទៅបើស្រឡាញ់គ្នាអត់ដូចមិនចឹងអត់ដូចអត់ចង់ដូចម៉ាក់ព្រោះកាន់ខាងហ្នឹងម៉ាក់ព្រោះព្រោះចូលខាងណាបានលុយច្រើនបានលុយច្រើនហើយឈ្នះទៅបានលុយថែមពីបានលុយថែមឯងនឹងប្តីទាំងពីរសប្បាយថ្ងៃនេះបានមកចូលរួមសប្បាយបងបាទសប្បាយណាស់ណោះបាទសប្បាយឡើងបែកញើសហើយអរគុណច្រើនថ្ងៃនេះយើងទៅមកធីមគ្រួសារតែម្ដងមកយ៉ាងដែរបងប្អូនហើយបាទថ្ងៃនេះគឺថាមកធីមគ្រួសារតែម្ដងទាំងកូនទាំងពុកម្ដាយគឺមកអស់ហើយបងប្អូនបាទជាមួយនឹងកម្មវិធីរបស់ក្រុមហ៊ុនហានបានយើងឃើញថាថ្ងៃនេះមានការចូលរួមទស្សនាជាមួយកញ្ចក់ហើយក្រៅស្លាយធ្វើអស្ចារ្យខ្លាំងមែនទែនបងប្អូនបាទថ្ងៃនេះគឺប្លែកបន្លែទេមែនទែនតែថ្ងៃនេះគឺក្រុមហ៊ុនហានបានប្រឡុកនៅផ្លូវតែផលផ្លោះតែម្ដងហើយក៏បានរៀបចំក្នុងការឲ្យបងប្អូនដែលគ្រប់គ្រងជាមួយនឹងបាទ Final World Cup 2026នេះហើយនឹងបានចូលរួមទស្សនាទាំងអស់គ្នារហូតដល់លើមក6ព្រឹកមិនដឹងថារកឃើញឆ្នះអត់ទេតែខាងអេស្ប៉ាញឈ្នះឬមកខាងអាសន្តិឈ្នះក៏មិនសំខាន់ពួកគាត់បានជួបជុំសប្បាយប៉ុន្តែពួកគាត់មានការឆ្លាច់ធីមផ្សេងគ្នារៀងខ្លួនតែម្ដងយើងទៅរចាំតាមដានរហូតមកភ្លើចង់នៅខាងណាឈ្នះឲ្យប្រកបដែលគ្រប់ត្រខាងអេស្ប៉ាញនិងអាសង់ទីនកំពុងតែកាច់ដៃគ្នាថ្លឹងថ្លែងសាក់មើលនេះតើថ្ងៃនេះខាងណាតើឈ្នះខាងណាអាយ៉ាបាទជំរាបសួរបងតាមីណាហៅបងសប្បាយថ្ងៃនេះមកកម្មវិធីជាមួយនឹងក្រុមហ៊ុនហានបានដើម្បីរៀបចំនៅផាប់ស្ទ្រីតបិទផ្លូវនៅតែផលនេះតហ្មងសប្បាយខ្លាំងហ្មងគេទៅប្លែកហ្មងយីមែនណាជា100%ជឿជាក់100%ដោយសារអេស្ប៉ាញការាយើងក្មេងមានកលាជាងហើយទៅចាំថ្ងៃនេះមកទៅរងចាំទស្សនាស្លាយនេះរហូតតល់ភ្លើងទៅវិញនៅតភ្លើងបរិស័យចាក់
ចាក់តបលឺ ខាងអេស្ប៉ាញ ចាក់អេស្ប៉ាញមកនេះតែរលកក្រោយច្រើនរលកមុខ ចឹងហើយឥឡូវកុយទល់មុខគ្នានេះកាន់បាក់ខុសគ្នានេះ ទៅទៀតវាយគ្នាលើហើយបងនេះតែបាក់ខុសគ្នាមកជាមួយគ្នាតែបាក់ខុសគ្នា ហើយជាជាមួយនឹងហានបាន ជាបង ដាក់ទល់ភ្លើងតែម្ដង ថាត្រូវចាំថាជាជាមួយហាត់បានតបលឺជាមួយនឹងFIFA World Cup 2026 បាទថ្ងៃហ្នឹងអារម្មណ៍សប្បាយយ៉ាងណាដែរពេលបានចូលរួមកម្មវិធីជាមួយនឹងក្រុមហ៊ុនហានបាន ថ្ងៃហ្នឹងត្រូវខ្ញុំទៅពេញវិញឯងប៉ុន្តែនៅចាំមើល Final World Cup 2026ហ្នឹងតែស្អែកចាក់វ៉ែអេស្ប៉ាញបាត់ជាសប្បាយចិត្តតែស្អែកអត់ចាំអត់បានទេតែស្អែកយូរពេកនៅម៉ោង 2 ម៉ោង 3 តែអង្គុយចាំតបលឺមកមើលតបលឺមើលតបលឺតែស្អែក បងប្អូនយើងដែលគ្រប់គ្រងជាមួយនៅ World Cup គឺច្រើនអ្នកមែនទែនបាទមកគ្រប់គ្រងថ្ងៃនេះគឺថាគាត់តាំងចិត្តថាទស្សនាទល់ភ្លើងតែម្ដងបងប្អូនជាមួយនៅកញ្ចក់ក្រុង slide ដ៏ធំរបស់ក្រុមហ៊ុនហានបានដែលបានរៀបចំកម្មវិធីហើយក៏ដូចជាពិតនៅប្លុកផ្លូវទីមផលនេះផ្ទាល់តែម្ដងហើយយើងឃើញបងប្អូនបាទទាំងឆ្វេងទាំងស្ដាំកំពុងតែរងចាំតាមដានទស្សនារហូតទល់ភ្លើងតែម្ដងបងប្អូនមានអ្នកខ្លះគ្រប់គ្រងខាងអាសង់ទីនមានអ្នកខ្លះគ្រប់គ្រងជាមួយនឹងអេស្ប៉ាញហើយចឹងយប់នេះពិតជាអស្ចារ្យខ្លាំងមែនតើ